គំនិតឬក៏ដំបូន្មានខ្លះវាមិនមែនជាការពិតទាំងអស់ទេ What you have been taught is not fact ការទទួលបានការបង្រៀនឬទទួលបានដំបូន្មានវាគឺជារឿងល្អតែយើងត្រូវពិចារណាផងដែរក្នុងការស្ដាប់និងយកមកអនុវត្តតាមដោយសារតែគំនិតមួយចំនួនដែលបានផ្ដល់មកវាមិនដូចនឹងអ្វីដែលបច្ចុប្បន្នយើងអាចអនុវត្តបានទេយើងត្រូវទទួលស្គាល់ថាពិភពលោកយើងឥឡូវត្រូវបានផ្លាស់ប្ដូរដូច្នេះសង្គមបច្ចុប្បន្នក៏ត្រូវបានផ្លាស់ប្ដូរផងដែរអញ្ចឹងការគិតឬក៏គំនិតមួយចំនួនវាអាចខ្លាចទៅជាគំនិតបុរាណតែវាខុសក្នុងសម័យកាលបច្ចុប្បន្នវាមិនអាក្រក់ឬក៏ខុសទេបើយើងគិតឬក៏ធ្វើវានៅក្នុងផ្លូវផ្សេងមួយទៀតដែលយើងគិតថាត្រឹមត្រូវព្រោះមនុស្សយើងបច្ចុប្បន្នគឺត្រូវការសិក្សារៀនសូត្របន្ថែមជារៀងរាល់ថ្ងៃដើម្បីឆ្ពោះទៅអនាគតដោយសារតែអ្វីគ្រប់យ៉ាងបានផ្លាស់ប្ដូរពីមួយជំនាន់ទៅមួយជំនាន់ហើយអ្វីដែលគេឲ្យដំបូន្មានឬក៏និយាយប្រាប់អ្នកទាំងអស់គ្នាគឺវាចេញពីបទពិសោធន៍របស់គេផ្ទាល់ដែលគេគិតថាវាល្អចំពោះគេអញ្ចឹងយើងគ្រាន់តែស្ដាប់និងពិចារណាហើយអនុវត្តតាមអ្វីដែលយើងយល់ឃើញដែលគិតថាវាល្អនិងត្រឹមត្រូវនៅក្នុងការប្រើប្រាស់នៅក្នុងផ្លូវជីវិតរបស់យើងផ្ទាល់ហើយអ្វីទាំងអស់ដែលខ្ញុំបាននិយាយឬក៏ណែនាំអ្នកទាំងអស់គ្នាវាអាចនឹងមិនដូចអ្វីកើតឡើងនៅក្នុងជីវិតអ្នកទាំងអស់គ្នាសម្រាប់ការអនុវត្តក៏វាមិនអាចដូចគ្នាផងដែរតែវាអាចជួយជាការនាំផ្លូវឬក៏ជួយអ្នកទាំងអស់គ្នាក្នុងការគិតពិចារណាដែលអាចប្រើប្រាស់នៅក្នុងផ្លូវណាមួយឬរបៀបណាមួយនៅក្នុងជីវិតរបស់អ្នកទាំងអស់គ្នាបាន So វីដេអូនេះមានតែប៉ុណ្្នឹងអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ Bye